បើញោមណាចង់បានប្តីស្មោះតើយកប្តី3ប្រភេទចង់បានប្រុសស្មោះណាមានតែ3ប្រភេទហ្នឹងឯងប្រុសដែលស្មោះតើខុសពីអា3ប្រភេទហ្នឹងអត់មានទេប្រុសស្មោះឥឡូវញោមណាប្រាថ្នារកប្រុសស្មោះមិនបាច់ប្រាថ្នាទេយកជាតិហ្នឹងក៏បានដែរមាន3ប្រុសប្រភេទទី1ទៅមកកើតអត់ទាន់ដឹងក្តីអាទៅមកកើតណាហើយអាប្រុសប្រភេទទី2អាចចិត្តដៃខ្យល់ទៅវិញអាង្ហើមកាត់ដេកនៅកន្ទិលដកអង្ហើមមកចង់ដល់គ្នាហ្នឹងញោមចំណាំមើលប្តីយើងអាពេលនៅដើរកើតនៅសបាយនៅរលុយបានចោលប្រពន្ធចោលកូនហើយទុកបីមានប្រពន្ធចង់ប្រមាណក៏ដោយប៉ុន្តែអាចិត្តដាច់ខ្យល់ហ្នឹងដឹងហត់មហោយើងវិញអាមែនទេយាយមែនទេអាហ្នឹងអាចិត្តដាច់ខ្យល់គេហៅប្រុសស្មោះម្ដងទៀតហើយណអាមួយទៀតដេកក្នុងមឈូសហើយយាយអាមួយទៅមកកើតហើយអាមួយទៀតដល់ងើមចិត្តអត់ចង់ដល់គ្នាហើយអាមួយទៀតណដេកក្នុងមឈូសហើយប៉ិនបើអានៅដើរកើតនៅហួចកើតនៅច្រៀងកើតទេយាយឯងមិនបាច់ប្រាថ្នាទេដូចគ្មានទេដូចប្តីនាងឧត្តរាអញ្ចឹងណាឃើញបានប្រពន្ធរស្រីដតីឲ្យមកនៅជាមួយអញញឹមអូនទៅណាក៏ទៅចោះមិនអីទេអូនណាហើយនាងនេះបានអញ្ចឹងត្រេកអរណានាងមនុស្សអ្នកប្រព្រឹត្តធម៌មិនសូវត្រេកតាលនឹងរឿងអញ្ចឹងណាញោមអញ្ចឹងទៅក៏ទៅស្ដាប់ធម៌ធ្វើបន់ទុកប្តីនឹងឲ្យនៅជាមួយនាងស្រីម៉ានឹងទៅឲ្យអស់ចាណាស់ម៉ាចិត្តគិតថាគេដើម្បីបានស្ដាប់ធម៌រកពេលចង់ស្ដាប់ធម៌គេលះបង់គ្រប់យ៉ាងហើយយើងរាល់ថ្ងៃនេះមិនចាំបាច់លះបង់អីទេធម៌សបូនណានៅតាំងផ្ទះយើងបាច់ដើរចោលប្តីក៏បានដែរបើតែវត្ថុម៉ោងណាក៏លឺធម៌ទូរទស្សន៍ហើយបើមិនពិបាកឡើងបើកវត្ថុបើកទូរទស្សន៍ញាតិញោមមានតែទូរស័ព្ទមួយគ្រាន់តែវាយតែផុនតាក់ក្តីអញ្ចឹងទៅឬក៏ខ្មែរបរិសថោវេផុនតាក់ក្តីអញ្ចឹងទៅនឹងចេញផលទេសនាមកនេះអ្នកដែលធ្វើបន់ហើយរមែងសុខក្នុងលោកទាំងពីរដូចនាងឧត្តរាអញ្ចឹងអាអ្នកដូចនាងសមាវតីអញ្ចឹងសុមនាទេវីអញ្ចឹងនាងនឹងសម្រេចសក្តិគាមិផលហើយអត់យកប្តីទេកមុំប៉ុន្តែមិនតាន់បានជួបបរោះដែលជានិស័យដែលអាចរួមរស់ជាមួយកើតផងហ្នឹងក៏កើតជំងឺឈឺស្លាប់ទៅពីព្រោះកម្មបច្ច័យតាក់តែងមកមនុស្សយើងទោះបីបច្ចុប្បន្ននឹងធ្វើល្អយ៉ាងម៉េចក៏ដោយប៉ុន្តែពូជដែលយើងសន្សំពីមុនមកមិនសូវល្អវាទៅឲ្យវិបាកអញ្ចឹងបច្ចុប្បន្នយើងធ្វើល្អយ៉ាងណាក៏មិនរួចអំពីកម្លាំងកម្មដែលយើងធ្លាប់សាងពីមុនមកដែរប៉ុន្តែអាសេចក្តីល្អដែលយើងធ្វើបច្ចុប្បន្នហ្នឹងក៏វាអត់បាត់ដែរក្រោយពេលយើងផុតរលត់បច្ចុប្បន្នទៅមុខទៀតយើងនឹងជួបតែរឿងល្អដូចនាងអត់នាងសមណៈសុមនាទេវីនាងធ្វើតែល្អទេស្រាប់តែធម៌ធ្វើបន់តាំងពីក្មេងហើយប្រុសដតីមកស្រីតដឹងនាងអត់យកនឹងតលឲ្យជួបមនុស្សដែលមានធម៌មាននិស្ស័យចិត្តថ្លើមជាសប្បុរសមានចិត្តគំនិតល្អដូចនាងបាននាងយកប៉ុន្តែវាមិនតាន់ជួបអាមនុស្សអញ្ចឹងផងហ្នឹងក៏ស្លាប់ទៅប៉ុន្តែមុនពេលនាងស្លាប់មកចង់និយាយមុនពេលនាងស្លាប់នាងញញឹមហើយក៏ឲ្យអ្នកបម្រើទៅហៅលោកឪពុកមកក្បែរហើយមុននឹងស្លាប់នាងផ្ដាំទៅដល់លោកឪពុកឲ្យខំប្រឹងរឹងរិតចម្រើនទៅនៅសេចក្តីល្អហើយមុននឹងស្លាប់នឹងហៅឪពុកមួយម៉ាត់ហៅថាប្អូនប្រុសហើយក៏ស្លាប់ទៅញោមឆ្ងល់ថាហេតុអីបាននាងសុមនាទេវីហៅឪពុកខ្លួនឯងហៅថាប្អូនប្រុសដឹងទេញោមដឹងទេអត់ដឹងទេឪពុកនេះយំអាស្ដាយកូននោះក៏ស្ដាយហើយយំមួយទៀតនោះចេះនឹកឃើញតែកូនឯងបែបធ្លាក់នរកហើយព្រោះហៅអញតែប្អូនប្រុសហៅឪខ្លួនឯងតែប្អូនប្រុសនោះដូចមើងងាយឪកូនឯងបែបមិនរួចទេបែបធ្លាក់នរកដល់ចឹងទៅយំបូជាសពរួចអីរួចចប់សពគ្រប់ទៅថ្វាយអង្គមសួរព្រះផនទេភគវាបពិតព្រះអង្គនេះចម្រើនតើកូនស្រីខ្ញុំព្រះអង្គទៅកើតនៅតាណាព្រះអង្គខ្ញុំព្រះអង្គស្ដាយនាងណាស់មិនគួរណានាងអ្នកធ្វើបន់អ្នកស្ដាប់ធម៌ខំប្រឹងសន្សំសេចក្តីល្អតែនាងមុននឹងស្លាប់បែរជាវង្វេងមិនដឹងខុសត្រូវហៅខ្ញុំជាលោកជាឪពុកហៅតកូនប្រុសមិនដឹងថានាងមានកម្មពីអីទៅស្លាប់ទៅកើតនៅតាណាបានព្រះសម្មាសម្ពុទ្ធព្រះអង្គដឹងថានាងទៅណាមកណាគឺមនុស្សយើងព្រះអង្គដឹងទាំងអស់ព្រោះព្រះអង្គញៀនដឹងអតីតបច្ចុប្បន្នអនាគតព្រះអង្គដឹងទាំងអស់យើងគ្រប់គ្នាពងអង្គុយស្ដាប់ធម៌ហ្នឹងអ្នកណាគិតពីរឿងល្អអីខ្លះអ្នកណាគិតរឿងអាក្រក់អីខ្លះព្រះអង្គក៏តែមើលព្រះអង្គដឹងទាំងអស់ដូចញោមលើកឯងនោះពងគិតរឿងពុទ្ធធម៌ប្រសងញោមនោះពងគិតរឿងកតុយលេខញោមនោះពងគិតរឿងតង់ទីនញោមនោះពងគិតរឿងនិយាយដើមគេអីក៏លោកដឹងទាំងអស់ហ្នឹងអាលោកមើលដឹងណាញៀនដឹងបើអាត្មាមើលអត់ដឹងទេណាបាទអត់ដឹងទេដឹងអ្នកណាគិតអីទេអ្នកណាពងនិយាយដើមអ្នកណាពងស្ដាប់ធម៌អ្នកណាពងអីអត់ដឹងទេបើព្រះលោកដឹងអញ្ចឹងលោកមើលទៅព្រះអង្គលោកដឹងថាអូនាងទៅកន្លែងល្អហើយពងទៅឲ្យសម្បត្តិទឹកនៅក្នុងស្ថានទេវលោកអញ្ចឹងក៏ប្រាប់ឪពុកអនាថបណ្ឌិកសិទ្ធិនេះកូនស្រីនាងសុមនាទេវីនេះនាងមិនបានវង្វេងទេអនាថតៃព្រះអង្គ
មិនវង្វេងយ៉ាងម៉េចបើមុនស្លាប់នឹងណាហៅខ្ញុំព្រះអង្គសិតតែប្អូនប្រុសមនាលប្អូនប្រុសហើយខ្ញុំជាឪពុកម្ដេចនាងហៅថាមនាលប្អូនប្រុសបានណព្រះសម្មាសម្ពុទ្ធថានាងសុមនាទេវីហៅត្រូវហើយលោកសិទ្ធិដែលនាងហៅលោកថាជាប្អូនប្រុសពីព្រោះលោកសម្រេចគុណធម៌ត្រឹមថ្នាក់សោតារីឯនាងសុមនាដែលជាកូនរបស់លោកនាងសម្រេចរហូតដល់សក្តិគាមិផលដែលនាងហៅតែប្អូនប្រុសគឺហៅទៅតាមមគ្គផលមិនមែនហៅក្នុងនាមឈាមជាកូនឬមានន័យថាប្អូនអាយុទេគឺហៅទៅតាមមគ្គផលដោយសារមគ្គផលនាងសម្រេចគុណធម៌ថ្នាក់សក្តិគាមិផលហើយឪពុកនេះបានត្រឹមសោតាអញ្ចឹងនាងក៏ហៅតែប្អូនប្រុសត្រូវខំប្រឹងចម្រើនសេចក្តីល្អនឹងខំប្រឹងធ្វើសេចក្តីល្អទៅពីព្រោះនាងចាស់ខ្លាជាងនឹងគឺចាស់ដោយគុណធម៌និយាយចេះស្រួលស្ដាប់ហ្នឹងពីព្រោះនាងសក្តិគាមិផលហើយឪពុកខ្លួនឯងត្រឹមសោតាអាគុណធម៌នោះវាទៀបជាងកូននោះបានកូនហៅថាប្អូនប្រុសចឹងនិយាយដូចគ្នាប្រយ័ត្នគេហៅប្អូនស្រីណាបើកភ្នែកឡើងកូនគេអត់ឲ្យលុយក៏ខ្ចប់អង្គមកកំប៉ុងតដោទឹកក្តៅគេ2 3ស៊ីផឹកហើយឲ្យពកូនតាំងពីចុងភូមិដល់ផ្អើមភូមិអាហ្នឹងកូនគេអត់ផឹកគេធ្វើល្អជាងប្រយ័ត្នគេហៅប្អូនស្រីនឹងគាត់មកនិយាយលេងទេអានេះគេហៅតាមគុណធម៌តាមមគ្គផលដែលគេសម្រេចរីឯយើងគ្រប់គ្នាមិនអញ្ចឹងទេម្ដាយឪពុកយើងជាបឋមជនដូចគ្នាត្រូវលើកម្ដាយឪពុកយើងជាព្រះដ៏មានបុណ្យទោះបីជាយើងដើរស្រាម្ដាយយើងយ៉ាងណាឈួតយ៉ាងណាក៏នៅតែជាព្រះដ៏មានបុណ្យដែលយើងកូនចៅប្រុសស្រីត្រូវនាំគ្នាគោរពប្រតិបត្តិបូជាក្រាបសំពះនមស្ការទុកជាស្រែបុណ្យយើងគោរពព្រះក្រៅផ្ទះយ៉ាងណាយើងគោរពព្រះក្នុងផ្ទះគឺម្ដាយឪពុកយើងយ៉ាងនោះបងវ៉ែមករឿងយើងវិញដែលអាត្មាចង់លើកឃើញទេនាងសមាវត្ថុមនាទេវីមុននៅស្លាប់ញញឹមហើយទៅដោយស្រួលញោមទៅដោយធូរពេលផ្ដាំលោកឪពុកហៅលោកឪពុកមកប្រែផ្ដាំរួចចោតសពគ្រប់ស្លាប់ទាំងញញឹមដូចធម្មកាបាសក់ចឹងនឹងទៅទាំងស្រួលអត់មានប្របាក់វេទនាមនុស្សយើងអ្នកខ្លះស្លាប់ដោយកម្មមកកាត់ផ្ដាច់នឹងស្លាប់មុននឹងស្លាប់វេទនាណានឹងគេកាត់គេវះរាប់រយធ្នេនឹងអ្នកខ្លះទៅមុននឹងស្លាប់ស្រែកមកមើលមកមីភ័យតក់ស្លុតផ្អើលគេផ្អើលឯងដេកមិនបាននៅមិនសុខតែអ្នកមានបនគេទៅដោយស្រួលនឹងបាត់ភ្នែកទៅសន្សំដោយឧបមាថាជាគៀងយើងអស់ប្រេងអញ្ចឹងណានឹងឲ្យវាទៅសន្សំទៅឯងដោយធូរចឹងណអ្នកធ្វើបន់ឃើញគេសុខតាំងពីបច្ចុប្បន្នហ្នឹងណារហូតដល់ប្រាក់លោកខាងមុខទៀតគេក៏រឹងរិតតែចម្រើនទៅជាប្រយោជន៍ភាពនៅសេចក្តីល្អរបស់គេធ្វើហ្នឹងបងហ្នឹងហើយខ្ញុំសូមអនុមោទនាបន់សាធុ